នៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីរបៀបនៅក្នុងការដាក់ចលនាទ្រព្យដើម្បីជួលនៅក្នុង platform 24x rental អញ្ចឹងដើម្បីដាក់ចលនាទ្រព្យជួលគឺបងប្អូនទៅចូលទៅកាន់គណនីរបស់បងប្អូនបន្ទាប់មកគឺបងប្អូនចុចពាក្យថា list your property នៅប៉ែកខាងឆ្វេងដៃនៅពេលដែលយើងចុច list your property ហើយយើងឃើញកន្លែងខាងលើគេនេះគឺ main photo មានន័យថារូបភាពគូលចម្បងគឺជារូបភាពមួយដែលបង្ហាញនៅលើទំព័រដើមអញ្ចឹងបងប្អូនត្រូវជ្រើសរើសយករូបភាពនេះគឺត្រូវជ្រើសរើសយករូបភាពណាដែលមានភាពតាក់ទាញអញ្ចឹង main photo នេះគឺយើងអាចដាក់បានតែមួយទេហើយបន្ទាប់មកគឺយើងអាចដាក់បន្ថែមរូបភាពផ្សេងទៀតរបស់អចលនទ្រព្យរបស់យើងអញ្ចឹងបងប្អូនអាច select ហើយដាក់ម្ដងចំនួន10បាទយើងអាចដាក់បាន10ណាអញ្ចឹងនៅពេលដែលយើងដាក់ហើយបើសិនក្នុងករណីយើងអត់ពេញចិត្តរូបភាពមួយណាយើងអាចដកវាចេញដំណាក់កាលបន្ទាប់មកទៀតគឺយើងដាក់ title ដាក់ចំណងជើងនេះដូចគ្នាដែរតែបងប្អូនគឺដាក់ធ្វើម៉េចចំណងជើងយើងសរសេរឲ្យមានភាពតាក់ទាញបាទអូខេអញ្ចឹងបងប្អូនត្រូវតែត្រៀមព័ត៌មានហ្នឹងឲ្យរួចរាល់មុនពេលដែលយើងដាក់ចូលហើយ unit កន្លែងអានេះគឺជាតម្លៃដែលយើងជួលប្រចាំខែ unit available គឺចំនួនបន្ទប់ដែល available អញ្ចឹង apartment មួយនេះគឺ available ចំនួន6 unit អញ្ចឹងខ្ញុំដាក់លេខ6ចូលហើយដំណាក់កាលបន្ទាប់គឺពាក់ព័ន្ធជាមួយនឹងព័ត៌មានលម្អិតរបស់unit មួយហ្នឹងអញ្ចឹងព័ត៌មានលម្អិតរបស់ unit មួយនេះគឺខ្ញុំ copy paste ចូលដោយសារតែខ្ញុំបានត្រៀមរួចរាល់ហើយអញ្ចឹងបើសិននៅក្នុងករណីបងប្អូនផ្ដោតទៅលើតែអតិជនខ្មែរបងប្អូនអាចសរសេរព័ត៌មានតែជាភាសាខ្មែរទៅបានហើយប៉ុន្តែបើសិនជាក្នុងករណីបងប្អូនផ្ដោតទៅលើអតិជនដែលជាជនជាតិបរទេសខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអាចដាក់ភាសាអង់គ្លេសនៅខាងក្រោមបន្ទាប់មកបងប្អូនជ្រើសយកទីតាំងបាទថាតើនៅក្រុងណាខេត្តណាហើយនឹងបន្ទាប់មកគឺយើងជ្រើសយក category នេះគឺសំដៅទៅលើប្រភេទទ្រព្យវាជាអី condo ឬមួយក៏ជា apartment ណាខ្ញុំជ្រើសយក apartment ហើយបន្ទាប់មកយើងដាក់ facility មានន័យថាសម្ភារៈដែលនៅក្នុង apartment ហ្នឹងមានអីខ្លះនៅក្នុង unit នេះមានអីខ្លះប៉ុន្តែមានទឹកក្តៅទឹកត្រជាក់មាន garden មាន balcony មាន security service មាន view ហើយនឹងមានចដាយន្តមាន aircon មាន furniture កន្លែងចតឡានកន្លែងចតម៉ូតូហើយនឹង apartment service តមកចុចពាក្យថា save បន្តមកទៀតគឺបងប្អូនជ្រើសរើសយក rental term មានន័យថាលក្ខខណ្ឌក្នុងការជួលសម្រាប់ថាតើយើងជួលប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែ6ខែឡើងទៅឬមួយក៏ប្រចាំឆ្នាំសម្រាប់ករណីរបស់ខ្ញុំគឺខ្ញុំជួលរយៈពេល6ខែឡើងទៅហើយនឹងប្រចាំឆ្នាំហើយរឿងដែលសំខាន់បងប្អូនអាចជ្រើសយកទីតាំងនៅក្បែរតើមានទីតាំងអីអានេះគឺជាចំណុចតាក់ទាញមួយដែលអតិជនងាយស្រួលក្នុងការសម្រេចចិត្តព្រោះជាទូទៅយើងទៅនៅកន្លែងមួយព័ត៌មានចាំបាច់ណាស់ដូចជាក្បែរ restaurant ក្បែរ bar station ឬមួយក៏ក្បែរផ្សារបាទអញ្ចឹងមានកន្លែងបោកកៅអត់មាន supermarket អត់បាទមាន mart អត់មាន cafe អត់ទាំងអស់នេះគឺជាព័ត៌មានដែលអតិជនចង់ដឹងអញ្ចឹងបងប្អូនត្រូវជ្រើសរើសយកព័ត៌មានជ្រើសរើសហើយនឹងបំពេញព័ត៌មានឲ្យបានពេញលេញដើម្បីឲ្យការផ្សាយរបស់យើងដែលយើងដាក់ជួលទៅហ្នឹងគឺមានភាពតាក់ទាញដល់អតិជនបន្តមកគឺយើងចុចពាក្យថា save អញ្ចឹងអចលនទ្រព្យរបស់យើងគឺត្រូវបានបង្កើតហើយ apartment សម្រាប់ជួលក្រុងសៀមរាបតម្លៃ$400ហើយនេះគឺជាលេខកូដ property ហើយបើសិននៅក្នុងករណីយើងអស់ចុះមកក្រោមយើងឃើញរូបភាពគោលខាងដើមហើយនឹងយើងឃើញរូបភាពដទៃទៀតជាច្រើនយើងអាចចុចដើម្បី view វាមួយបាទហើយយើងអាចឃើញព័ត៌មានលម្អិតដែលយើងដាក់បញ្ចូលមានភាសាខ្មែរនិងភាសាអង់គ្លេស facility មានន័យថាសម្ភារៈដែលមាននៅក្នុង unit នីមួយៗ nearby place គឺជាកន្លែងនៅក្បែរ property មួយហ្នឹងហើយនឹងនៅខាងស្ដាំដៃនេះគឺឃើញមានព័ត៌មានអំពីភ្នាក់ងារបាទហើយនឹងទីតាំងរបស់យើងហើយនឹងបន្ទប់នឹងវា available ឬមួយក៏អត់គឺនៅកន្លែងនេះគឺមានបង្ហាញច្បាស់លាស់សម្រាប់ភ្ញៀវហើយបច្ចុប្បន្នហ្នឹងតើ unit មួយហ្នឹងមានប្រមាណ unit កំពុងតែ available ក្នុងនាមយើងជាម្ចាស់ចលនាទ្រព្យឬមួយក៏ជាភ្នាក់ងារចលនាទ្រព្យយើងអាចធ្វើការ update ចំនួន unit នេះងាយស្រួលពេលណាក៏បានដែរហើយនឹងលក្ខខណ្ឌនៅក្នុងការជួលតើយើងជួលរយៈពេល6ខែឬមួយក៏ចាប់ពី6ខែនិង1ឆ្នាំលក្ខខណ្ឌនៅពេលដែលយើងដាក់ព័ត៌មានទាំងអស់នេះគឺវាមានសារៈសំខាន់ចំពោះអតិថិជននៅក្នុងការសម្រេចចិត្តបើសិនជាក្នុងករណីបងប្អូនចង់កែព័ត៌មានគឺយើងអាចបើក
ឲ្យចលនាទ្របដែលយើងចង់កែហើយយើងចុចកន្លែងសញ្ញាត្រី3នេះហើយយើងយកពាក្យថា edit property แล้วមានជំរើសមួយទៀតគឺបងប្អូនអាចងាកមកបែកខាងឆ្វេងដៃនៅខាងឆ្វេងដៃយកពាក្យថា my property នៅពេលដែលយើងចុច my property យើងឃើញមាន property ដែលយើងកំពុងតែដាក់ជួលគឺមានតែមួយទេ rent out មានន័យថាយើងជួលចេញហើយនឹង pending មានន័យថាកំពុងចរចារវាងភ្ញៀវហើយនឹងម្ចាស់អចលនទ្រព្យដែលឡែកសម្រាប់ខ្ញុំទើបតែដាក់បានមួយទេអញ្ចឹងកន្លែង active នេះឃើញមានតែមួយទេហើយទំព័រនេះគឺជាទំព័រដែលម្ចាស់អចលនទ្រព្យឬមួយក៏ភ្នាក់ងារអចលនទ្រព្យងាយស្រួលនៅក្នុងការគ្រប់គ្រងអចលនទ្រព្យរបស់ខ្លួនហើយនៅពេលដែលយើងអុសចូលក្រោមខាងក្រោមអចលនទ្រព្យមួយគឺយើងឃើញមានប៊ូតុងដែលយើងអាច update unit យើងអាច update ចំនួនបន្ទប់យើងអាច edit បើសិននៅក្នុងករណីយើងចង់កែប្រែព័ត៌មានរបស់unit នីមួយៗហើយយើងអាច delete បានដូចគ្នាដែរអញ្ចឹងអរគុណច្រើនហើយយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀត